វេះនឹងប្រើលំពេងនឹងចាក់សម្រាប់អាវពីងប៉ុន្តែណាចាបានទុកជីវិតឲ្យអាវពីងគឺសួរថាម៉េចមិនសម្លាប់យើងណាចាក៏និយាយថាឯងជាមិត្តភក្តិរបស់យើងមិនអាចសម្លាប់ឯងបាននោះទេអាវពីងក៏ថាបើឯងមិនសម្លាប់យើងឯងមិនខ្លាចយើងសម្លាប់ក្រុមគ្រួសារឯងវិញទេណាចាក៏និយាយថាឯងកើតមកពីត្បូងនៃភាពល្អហេតុអ្វីក៏ឯងមានចិត្តខូម្ល៉េះអញ្ចឹងដោយសម្ដីឪពុករបស់ខ្ញុំនិយាយមែនគ្មាននរណាម្នាក់កំណត់ជោគវាសនារបស់យើងបាននោះទេគឺក្រៅតែពីខ្លួនយើងជាអ្នកជ្រើសរើសខ្ញុំកើតមកពីត្បូងអាក្រក់បើខ្ញុំជ្រើសរើសធ្វើផ្លូវល្អនោះខ្ញុំនឹងជាភាវៈល្អបន្តមកទៀតណាចារបស់យើងក៏ចុះមកខាងក្រោមរួចហើយនឹងក៏ចងឪពុកម្ដាយរបស់ខ្លួនជាប់ណាចាក៏បានហែកជន់ចោលទៀតបាទជន់បដូរសេចក្តីស្លាប់រួចហើយណាចាក៏បាននិយាយលាឪពុកម្ដាយរបស់ខ្លួន3ឆ្នាំពិតជាលឿនណាស់លោកពុកអ្នកម៉ែប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយក្នុងកំឡុងពេលនេះគឺខ្ញុំមិនដែលបានលេងសើចជាមួយលោកពុកតតែសោះអ្នកទាំងពីរកុំយំថ្ងៃខួបកំណើតរបស់ខ្ញុំហាមយំមុននឹងរន្ទះបាញ់មកដល់ណាចារបស់យើងក៏បានលុតជង្គង់អរគុណដល់ឪពុកម្ដាយរបស់ខ្លួនរន្ទះចេញពីមេឃដ៏ធំនឹងក៏បានស្រូបយកណាចាឡើងទៅផ្នែកខាងលើឪពុកម្ដាយរបស់ណាចាបានទឹមតែស្រែកហៅ